안녕하세요 여러분 다시 만나서 반갑습니다. 립서បងប្អូន សាយថ្មីម្ដងទៀតបាទជួបគ្នាសារទៅថ្មីនៅក្នុងបាទវីដេអូចែករំលែកទាក់ទងទៅនឹងបាទភាសាកូរ៉េបាទដូចសពដងថ្ងៃនេះខ្ញុំមានបាទវីដេអូបាទចែករំលែកទាក់ទងទៅនឹងបាទពាក្យមួយដែលវាអាចប្រើបានច្រើនអត្ថន័យបាទគឺពាក្យស៊ឺដាបាទពាក្យនេះយើងអានថាស៊ឺដាបាទស៊ឺដានោះចំពោះអ្នករៀនភាសាកូរ៉េផាយស្គាល់ហើយបាទពាក្យហ្នឹងថាបកប្រែថាសរសេរប៉ុន្តែបាទមិនអញ្ចឹងទេពាក្យស៊ឺដានេះគឺយើងអាចបកប្រែវាបាទបានច្រើនអត្ថន័យបាទបានច្រើនអត្ថន័យបាទដែលអត្ថន័យទី1ហ្នឹងបាទបាទចន់ជាឬស៊ឺដាចន់ជាឬស៊ឺដាពាក្យចន់ជានេះយើងមកប្រែថាសម្បត្តិស៊ឺដានេះយើងមកប្រែថាសរសេរបាទអញ្ចឹងចន់ជាឬស៊ឺដាយើងមកប្រែថាសរសេរសម្បត្តិបាទរីឯពាក្យទី2យ៉ាគីស៊ឺដាយ៉ាងមួយម៉ាត់នេះយើងមកប្រែថាថ្នាំស៊ឺដានេះយើងអត់មកប្រែថាបាទសរសេរទៀតទេស៊ឺដានេះយើងមកប្រែថាល្វីងអញ្ចឹងយ៉ាគីស៊ឺដាមកប្រែថាថ្នាំបាទថ្នាំល្វីងបាទរីឯពាក្យទី3គឺម៉ូចារឺស៊ឺដាពាក្យម៉ូចានេះយើងមកប្រែថាមួកស៊ឺដានេះយើងមកប្រែថាពាក់អញ្ចឹងម៉ូចារឺស៊ឺដាយើងមកប្រែថាពាក់មួកហើយសូមបញ្ជាក់បន្តិចពាក្យស៊ឺដាបាទដែលប្រើប្រាស់ពាក្យនេះគឺបាទវាប្រើបានតែបាទក្នុងបរិវេណបាទមុខរបស់យើងបាទក្បាលរបស់យើងនោះទេដោយសារតែពាក្យក្នុងភាសាកូរ៉េគឺវាប្រើខុសគ្នាអញ្ចឹងសូមបញ្ជាក់ឡើងទៅនឹងបន្តិចបាទស៊ឺដានេះគឺប្រើពាក្យបាទជុំវិញបរិវេណបាទមុខហើយនៅក្បាលរបស់យើងហ្នឹងចុះទីហោដូចវ៉ែនតាដែលខ្ញុំកំពុងពាក់ហ្នឹងបាទវ៉ែនតាជាភាសាកូរ៉េយើងនិយាយថាអានចង់អញ្ចឹងពាក្យវ៉ែនតាអានចង់ឬស៊ឺដាហើយបាទពាក្យម៉ាស់ការពារបាទផ្ដាសាយកូវីដអីហ្នឹងចុះម៉ាស់យើងពាក់នៅបាទបរិវេណបាទមុខក្បាលរបស់យើងហ្នឹងក៏ប្រើពាក្យស៊ឺដាដែរអញ្ចឹងម៉ាស់ជាភាសាកូរ៉េយើងនិយាយថាម៉ាស្គឺអញ្ចឹងដល់ប្រើពាក្យម៉ាស្គឺឬស៊ឺដាបាទយើងបើប្រែថាពាក្យម៉ាស់បាទរីអត្ថន័យបាទទី4របស់ពាក្យស៊ឺដាគឺ toner ស៊ឺដាហ្នឹងយើងមកប្រែថាលុយស៊ឺដានេះយើងមកប្រែថាបាទចាយវាយបាទអញ្ចឹងលេខតែនេះយើងអត់មកប្រែថាសេទៀតទេអញ្ចឹង toner ស៊ឺដាយើងមកប្រែថាចាយលុយបាទឬក៏បាទអាចបកប្រែថាប្រើប្រាស់លុយក៏បានបាទអញ្ចឹងពាក្យដែលខ្ញុំបានចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមួយថ្ងៃនេះបានមកដល់ទីបញ្ចប់អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមពីដើមទស្សនាវីដេអូនេះយើងជួបគ្នានៅវីដេអូបន្តបាយបាយអញ្ញង